ខ្ញុំមិនអីនោះទេពេលខ្លះខ្សែជីវិតរបស់តួសម្ដែងអាចកំសត់ជាងក្នុងភាពយន្តដែលយើងកំពុងតែទស្សនាទៅទៀតក៏ថាបានដែរដូចនេះមិនមែនបានន័យថារាល់ពេលដែលអ្នកឲ្យគ្នាសប្បាយរីករាយទៅនរណាម្នាក់ខ្លួនឯងមិនចេះការទុកនោះឡើយមនុស្សមួយចំនួនធំដែលអាចដោះស្រាយវិបត្តិឲ្យគេបានមិនប្រកាសថាខ្លួនឯងគ្មានវិបត្តិឡើយគ្រាន់តែពួកគេមានយុទ្ធសាស្ត្រក្នុងការលាបពុតអារម្មណ៍ផ្ទាល់ខ្លួនតែប៉ុណ្ណោះចំណែកឯរាល់ស្នាមញញឹមមិនមែនសុទ្ធតែជាសេចក្តីសុខឡើយហើយរាល់ការសើចមិនមែនសុទ្ធតែគ្មានបញ្ហានោះដែរព្រោះពេលខ្លះវាជាការពិតនិងមិនមែនជាការពិតនៅពីក្រោយពាក្យថាខ្ញុំមិនអីខ្ញុំមានរឿងអីច្រើនណាស់ដែលខ្ញុំតែងតែគិតស្រុកមនុស្សនេះសម្បូរបញ្ហាណាស់ហើយរាល់បញ្ហាទាំងឡាយនោះឯងគឺជាវិបត្តិឧទាហរណ៍ថាបើភ្លើងកំពុងតែឆេះក្នុងផ្ទះតែយើងក៏បីរត់ចូលក្នុងភ្លើងឬរត់ចោលផ្ទះដើម្បីឲ្យវារលន់ខ្ញុំដឹងថាយើងមិនល្ងងដល់ថ្នាក់នឹងនោះទេអ្នកប្រកាសជារកក្បែរបណ្ឌិតភ្លើងជាមិនខានស្របគ្នានឹងការរស់នៅក្នុងវិបត្តិផ្លូវកាយនិងវិបត្តិផ្លូវចិត្តនេះដែរមានតែការអត់ធ្មត់ព្យាយាមរកដំណោះស្រាយនិងរៀនទទួលយកបញ្ហាដែលកើតមានឡើងកុំឲ្យព្យាយាមគិតពីវាអីទោះជាដោះស្រាយមិនបានក៏បានប្រឈមស្គាល់អំពីវាដែរការសម្លាប់ខ្លួនការបំផ្លាញខ្លួនឯងដោយធ្វើការដាក់ទរណកម្មជាដើមមិនមែនជាដំណោះស្រាយល្អឡើយបើការសម្លាប់ខ្លួនជាដំណោះស្រាយនៃសេចក្តីទុក្ខទាំងពួងនោះព្រះសមណគោតមទ្រង់មិនចាំបាច់អីចំណាយពេលវេលាអស់20អសង្ខ័យនិង100,000កាប់ដើម្បីត្រាស់ដឹងបញ្ចប់បញ្ហានោះឡើយគួរណាស់តែទ្រង់បរិនិព្វានតាំងពីព្រះអង្គមានទុក្ខលំបាកក្នុងជាតិមុននៃការសន្សំបារមីនោះមកម្លេះមានតែការអត់ធ្មត់និងប្រើពេលវេលាតែប៉ុណ្ណោះដើម្បីរកដំណោះស្រាយដែលមានសារៈសំខាន់បំផុតក្នុងជីវិតបើបញ្ហាខ្លះយើងមិនអាចដោះស្រាយបានទេទុកឲ្យពេលវេលាជាអ្នកសម្រេចចុះដរាបណាអ្នកមិនទាន់រំលឹកខណ្ឌចូលកាន់តែពីនដរាបនោះអ្នកនៅតែជួបបញ្ហាបើមិនរឿងនេះក៏រឿងនោះបើមិនផ្លូវកាយក៏ផ្លូវចិត្តដែរព្រោះសង្ខារធម៌ទាំងឡាយមានការកើតរលត់យ៉ាងនឹងឯងដែលហៅថាទុក្ខសច្ចៈយ៉ាងកិញ្ចិសមុទយធម្មំសាបនតាំងនិរោធធម្មន្តិធម្មជាតិណាមួយមានការកើតឡើងជាធម្មតាធម្មជាតិនោះទាំងអស់មានការរលត់ទៅវិញជាធម្មតាពីខ្ញុំលសឡ